ខ្មែរគឺចាត់ទុកថាជាប្រជាពលរដ្ឋខ្មែរអញ្ចឹងសញ្ជាតិនេះវាគឺជាចំណងខាងផ្លូវច្បាប់ខាងនយោបាយខាងវប្បធម៌និងខាងសង្គមដែលភ្ជាប់រវាងបុគ្គលម្នាក់ទៅនឹងរដ្ឋមួយគឺប្រជាណាចក្រកម្ពុជារបស់យើងអញ្ចឹងនៅក្នុងច្បាប់របស់យើងជាពិសេសក្នុងមាត្រា49ដែលខ្ញុំទើបអានឲ្យតែជាប្រជាពលរដ្ឋខ្មែរមានន័យថាអ្នកដែលមានសញ្ជាតិខ្មែរទាំងអស់គឺគាត់ត្រូវមានកាតព្វកិច្ចតាមមាត្រា49ថ្មីដែលមាត្រា49ថ្មីចែងថាប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្តីនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាណាចក្រកម្ពុជានិងប្រជាពលរដ្ឋខ្មែរឡើយអញ្ចឹងយើងពិនិត្យមកថាប្រជាពលរដ្ឋខ្មែរទាំងប្រជាពលរដ្ឋខ្មែរមានសញ្ជាតិខ្មែរពីកំណើតឬតាមរយៈការទទួលសញ្ជាតិខ្មែរដោយសញ្ជាតិតូបនីយកម្មឬការទាមទារសញ្ជាតិគឺសំដៅដល់ករណីដែលបានសញ្ជាតិឧទាហរណ៍តាមរយៈរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអញ្ចឹងគឺថាជនបរទេសដែលរៀបអាពាហ៍ពិពាហ៍ជាមួយខ្មែរនឹងអាចទាមទារសញ្ជាតិបាទជាសិទ្ធិមួយរបស់គាត់ក្នុងការទាមទារសញ្ជាតិអញ្ចឹងពលរដ្ឋឲ្យតែជាខ្មែរត្រូវគោរពមាត្រា49អ្នកណាដែលមានសញ្ជាតិខ្មែរគឺចាត់ទុកថា